ស្វាគមន៍មកកាន់វគ្គសិក្សា Android ជាភាសាខ្មែររបស់មជ្ឈមណ្ឌល Korea Software HRD វីដេអូនេះខ្ញុំនឹងណែនាំអ្នកឲ្យប្រើប្រាស់នៅ Basic Control ដែលអ្នកទាំងអស់គ្នាបានយល់មកហើយអំពីវីដេអូដែលខ្ញុំបានបញ្យល់នៅវីដេអូមុនថ្ងៃនេះយើងនឹងអនុវត្តផ្ទាល់អំពីការប្រើប្រាស់ Basic Control មួយចំនួននៅក្នុង Android ដូច្នេះខ្ញុំមាន form មួយខ្ញុំនឹងបង្កើត form សម្រាប់ឲ្យ user បំពេញនៅព័ត៌មានមួយដំបូងខ្ញុំដាក់ medium text ហើយខ្ញុំនឹងបង្កើតនៅ field មួយដើម្បីឲ្យ user អាចបំពេញនៅឈ្មោះរបស់គាត់ហើយទី2ខ្ញុំនឹងប្រាប់លោកអ្នកឲ្យប្រើប្រាស់នៅ auto complete text view ដែលអ្នកទាំងអស់គ្នាបានដឹងនៅវីដេអូមុនហើយទី3យើងនឹងប្រើប្រាស់នៅ radio button អញ្ចឹងខ្ញុំទាញ radio button 2នៅកន្លែងនេះអូខេអញ្ចឹងកន្លែងនេះគឺខ្ញុំកែ text ខ្ញុំដាក់ថា full name កន្លែងនេះគឺសម្រាប់ឲ្យ user គាត់បំពេញនៅឈ្មោះអញ្ចឹងខ្ញុំកំណត់ ID មួយមកថា ed_full name កន្លែងនេះគឺសម្រាប់បំពេញនៅឈ្មោះប្រទេសហើយ auto complete text view ខ្ញុំដូរ ID ដាក់ថា auto country អញ្ចឹងកន្លែង text នេះយើងអត់ចាំបាច់ដាក់ទេគឺយើងរងចាំនៅពេលដែល user គាត់បញ្ចូលទី3គឺជាកន្លែងដែលជ្រើសរើសឲ្យ user ជ្រើសរើសនៅភេទអញ្ចឹងខ្ញុំដាក់ថា gender ក្នុង radio button យើងដឹងថា radio button ការប្រើប្រាស់យើងត្រូវតែមានគ្រប់ radio button មួយសម្រាប់គ្រប់គ្រងដើម្បីជ្រើសរើសបាននៅជម្រើសមួយដូច្នេះនៅក្នុងនេះយើងអត់ទាន់មាន radio button គ្រប់នៅឡើយទេដូច្នេះយើងត្រូវតែបង្កើតនៅ radio button ដែលបើក tag មួយឈ្មោះថា radio button គ្រប់ខ្ញុំអាចកំណត់តតឹងវា y match parent មានន័យថាតតឹងរបស់វាគឺពេញនឹងទំហំ screen ហើយ high គឺ wrap content ពេលនេះយើងត្រូវ assign ID មួយទៅឲ្យវាខ្ញុំវាយ ID ដើម្បី assign ID នៅក្នុង Android គឺយើងប្រើសញ្ញា add បូក ID មានថាយើងប្រកាសនៅ ID ថ្មីមួយខ្ញុំដាក់ឈ្មោះថា radio គ្រប់អញ្ចឹងយើងបាន radio គ្រប់មួយក្នុងនោះយើងត្រូវដោតនៅ radio button ទាំងពីរនេះចូលទៅក្នុងនោះអញ្ចឹងខ្ញុំកាត់យក radio button ទាំងពីរនេះខ្ញុំទាញដាក់ចូលនៅក្នុង radio button គ្រប់នៅ radio button ទី1យើងចង់ឲ្យពេលបើកមកគឺវា check នៅតម្លៃនឹងស្រាប់យើងប្រើពាក្យថា check true ពេលនោះវានឹង check តម្លៃមួយស្រាប់ដូច្នេះយើងត្រូវទៅដូរនៅតម្លៃខ្ញុំដាក់គេថា male និង radio button ទី2ដាក់ថា female នេះគឺជាប៊ូតុងនៅពេលដែលចុចខ្ញុំនឹងចាប់យកទិន្នន័យទាំងអស់នេះមកបង្ហាញនៅលើ medium text មួយនេះខ្ញុំកែ text វាដាក់ថា submit នឹងដូរ ID ហើយនេះគឺ text view សម្រាប់ display text គឺខ្ញុំអត់ set វាទេអូខេយើងបាន form មួយសម្រាប់ឲ្យ user បំពេញនៅព័ត៌មានអញ្ចឹងយើងចូលទៅកាន់ code Java ដើម្បីសរសេរនៅ action មួយនេះមាន activity មួយជាដំបូងយើងត្រូវបង្កើតនៅ object reference មួយដើម្បីទទួលនៅ result ដែលបានមកពី XML អញ្ចឹងយើងមានពេលខ្លះយើងមាន edit text មួយ ed យើងដាក់ full name
ok ពេលនេះយើងបាននៅ object reference ទាំងអស់ដើម្បីចាំទទួលតម្លៃមកពី XML ដូចនេះបន្តទៀតគឺយើងត្រូវ accessing resource ពី Java ទៅកាន់ file XML យើងត្រូវប្រើប្រាស់នៅ edit text មួយនេះដែល object ឈ្មោះថា full name ដាក់ type វាជា edit text ហើយយើងត្រូវប្រើ method មួយ find view by id អញ្ចឹងកន្លែងនេះគឺយើង accessing resource ទៅកាន់ file XML ចូលដល់ចំណុចទី2គឺ auto complete text view auto complete text view យើងដឹងហើយថាវាជា control មួយសម្រាប់ផ្ដល់នូវ suggestion ទៅកាន់ user អញ្ចឹងដើម្បីផ្ដល់នូវ suggestion នឹងបានយើងត្រូវកំណត់នូវ data មួយសម្រាប់ឲ្យវាទាញយក data នោះទៅផ្ដល់ឲ្យ user ដើម្បីកំណត់ data បានយើងត្រូវដាក់ data ទាំងអស់នោះនៅក្នុង string មួយអញ្ចឹងយើងអាចចូលទៅកាន់ file string នេះហើយខ្ញុំនឹងបង្កើត string array មួយយើងមកថា string array ហើយយើងត្រូវដាក់ឈ្មោះ string នោះខ្ញុំដាក់ឈ្មោះថា name ស្មើនឹង list of country ជាឈ្មោះនៃប្រទេសទាំងអស់អញ្ចឹងក្នុងយើងអាចកំណត់នៅ item មួយបាន item មួយមកថា Australia អញ្ចឹងខ្ញុំ copy paste នៅ item ទាំងអស់នេះអញ្ចឹងយើងបាន item ទាំងអស់សម្រាប់ store នៅទិន្នន័យដែលផ្ដល់ទៅឲ្យ auto complete text view ដែលជា suggestion ទៅកាន់ user អញ្ចឹងខ្ញុំ save file នេះរួចហើយខ្ញុំចូលទៅកាន់ file Java វិញដូចនេះយើងត្រូវ access ទៅកាន់ auto complete text view ជាមុនសិនដែលយើងមាន reference object ហើយគឺឈ្មោះថា auto country ដែលយើង access ទៅកាន់ XML auto country យើងដឹងថា data នៅក្នុង string ជា array ដូច្នេះនៅក្នុង Java យើងក៏ត្រូវបង្កើត string ជា array មួយដែរសម្រាប់ store នៅទទួលនៅ data ទាំងអស់នោះខ្ញុំដាក់ថា list underscore country ស្មើនឹង get resource មានន័យថាយើងទៅចាប់យក resource ហើយនឹងទៅ get string array ចាប់យក string array ដែលវាស្ថិតនៅក្នុង r.array. នេះគឺជាឈ្មោះ string array ដែលយើងបានបង្កើតបាញ់នេះអញ្ចឹងខ្ញុំរើសយក resource មួយនេះអញ្ចឹង resource នេះវានឹងចូលទៅក្នុងអញ្ញាត string ដែលជាប្រភេទ array នេះឈ្មោះថា list country ដើម្បី set តម្លៃចូលទៅក្នុង auto complete text view បានយើងត្រូវតែមាន adapter មួយ adapter មានតួនាទីសម្រាប់ទាញនៅតម្លៃនីមួយៗនេះ set ចូលទៅឲ្យ auto complete list view ដូច្នេះយើងត្រូវប្រើ array adapter កន្លែងនេះគឺដាក់ type យើងមិនចាំបាច់កំណត់ type វាទេខ្ញុំដាក់ឈ្មោះ object ថា adapter ស្មើ new array adapter ក្នុងគឺមាន2 field context មានថាជាអាចជាសកម្មភាពយើងថា method នេះគឺ run ចេញនៅ activity មួយណាអញ្ចឹងគឺយើង run ចេញពី main.activity អញ្ចឹងនៅក្នុង activity ដដែលហ្នឹងយើងអត់ចាំបាច់ដាក់ main ទេយើងអាចប្រើ keyword មួយដាក់ this resource គឺជា layout យើងអាចនិយាយថាជា layout របស់ list ដែលចេញនៅក្នុង auto complete text view នោះអញ្ចឹង list នៅក្នុង Android គឺមានបង្កើតស្រាប់ឲ្យយើងប្រើប្រាស់យើងអាចទៅប្រើប្រាស់ list របស់ Android បានដែលយើងវាយវាថា android.org ហើយវានៅក្នុង layout ជួរវាគឺមាន simple underscore list item ក្នុងនេះយើងបានកំណត់នៅ resource ទៅឲ្យវាហើយអញ្ចឹងយើងត្រូវកំណត់នៅ data គឺយើងបានទទួលនៅក្នុង string array នេះឈ្មោះថា list country អញ្ចឹងខ្ញុំដាក់ data នៅកន្លែងនេះដាក់ថា list country adapter យើងបានបង្កើតរួចហើយអញ្ចឹងយើងគ្រាន់តែ set adapter នេះចូលទៅក្នុង auto complete text view នោះជាការស្រេចអញ្ចឹងយើងរកយក auto country ដែលជាប្រភេទ auto complete text view នេះហើយ set adapter ហើយយើងបោះតម្លៃ adapter នេះចូលទៅក្នុងនោះជាការស្រេចចូលមកចំណុចទី2នៅពេលដែល user គាត់ចុចនៅប៊ូតុងអញ្ចឹងយើងត្រូវទៅបង្កើតនៅ event របស់ប៊ូតុង click មួយទៀត
ដែលមាន BT underscore submit ពេលនេះយើងបាន access resource រួចហើយអញ្ចឹងខ្ញុំសូម comment លីងមួយដើម្បីឲ្យងាយស្រួលមើលខ្ញុំដាក់ថា auto complete text view នេះគឺជាកន្លែងដែលយើងសម្រាប់ set នៅ auto complete text view អញ្ចឹងប៊ូតុងយើងត្រូវកំណត់នៅ event មួយដើម្បីកំណត់នៅ click event click របស់ប៊ូតុងយើងអាចយក object មួយនេះហើយយើងប្រើប្រាស់ method ថា set on click listener នោះយើងត្រូវ new បង្កើតនៅ object មួយទៀតដែលជាប្រភេទ interface ឈ្មោះថា on click listener កន្លែងនេះយើង import នៅ class នេះចូលចឹងពេល click យើងត្រូវតែ set ទិន្នន័យទាំងអស់ចូលទៅកាន់ text view មួយចឹងខ្ញុំត្រូវបង្កើត data សម្រាប់ store មួយសិនគឺខ្ញុំ string full name យើងស្មើនឹង edit text full name មួយនេះ get text ទី2យើងបានពី auto complete text view អញ្ចឹងខ្ញុំអាចថា string country ស្មើនឹង auto country get text ដូចគ្នាយើងអាចប្រើ method .get text នេះបានដោយសារតែ auto complete text view នេះវាជាប្រភេទ text view ដូចគ្នាទី3យើងឈានដល់ការចាប់តម្លៃចេញពី radio button ដំបូងយើងត្រូវបង្កើតនៅយើងត្រូវចាប់យក reference ពី radio button គ្រប់មួយដែលយើងបានបង្កើតលើនេះអញ្ចឹងខ្ញុំយក radio គ្រប់មួយនេះទៅ access ដើម្បីចាប់យកនៅ ID អញ្ចឹងយើងអាចប្រើនេះ .get check radio button ID តម្លៃដែលទទួលមកគឺជា integer សំទោសកន្លែងនេះខុសបន្តិចអញ្ចឹងខ្ញុំអាចដាក់ថា in ID ខ្ញុំបាន in ID មួយដើម្បីចាប់យក ID នៅពេលដែលគេជ្រើសរើសនៅប៊ូតុងណាមួយអញ្ចឹងកន្លែងនេះគឺយើងអាចយក radio button របស់យើងមកប្រើការបាន radio button គឺយើងប្រើ access ទៅលើវាដូចគ្នាកន្លែង file view អាចដាក់បើ ID នេះគឺយើងអត់ទៅចាប់យក reference ចេញពី class OTT គឺយើងចាប់យក ID តែ radio គ្រប់នេះបានបោះមកឲ្យអញ្ចឹងអានេះខ្ញុំចាប់យក ID អញ្ចឹងខ្ញុំប្រើ string មួយទៀតថា gender ស្មើនឹង radio button.get text .toString អញ្ចឹងទិន្នន័យយើងចង់បានគឺចប់សពគ្រប់ហើយយើងនៅសល់ដំណាក់កាលចុងក្រោយគឺយើងត្រូវ set ទិន្នន័យទាំងអស់នេះចូលទៅកាន់ text view មួយអញ្ចឹងយើងអាចយក text view display នេះ set text ឲ្យវាតើមកថា name ហើយខ្ញុំបូកជាមួយនឹង string មួយ full name យើងអាចប្រើនៅសញ្ញានេះបានដោយដក clear ទី2ខ្ញុំដាក់ថា country ហើយយើងបូក country ចូលនិងចុងក្រោយគេគឺ gender អូខេចឹងការដំណើរការកូដគឺចប់សពគ្រប់យើងនឹង run នៅ application មួយនេះបាទពេលនេះកម្មវិធីយើងគឺដំណើរការរួចរាល់ហើយអញ្ចឹងកន្លែង full name យើងអាចបំពេញឈ្មោះមួយទៅឲ្យវាអញ្ចឹងខ្ញុំដាក់ឈ្មោះមួយទៅកន្លែង field name មួយនេះកន្លែង country គឺជា auto complete text view យើងនឹងឃើញវា load suggestion នៅពេលដែលយើងវាយនៅតួអក្សរដែលមាននៅក្នុង data ដែលយើងបានបញ្ចូលទៅឲ្យវានេះអញ្ចឹងយើងវាយពីតួអក្សរយើងនឹងឃើញវា load suggest មកឲ្យយើងខ្ញុំអាចវាយដូច្នេះវានឹង load អញ្ចឹងថ្ងៃនេះខ្ញុំដាក់ថា Cambodia ខ្ញុំអាចវាយថា
CA គឺអក្សរគឺអាចលោតអញ្ចឹងយើងអាចជ្រើសរើសថាប្រទេសណាដែលផ្ដើមនឹង CA ខ្លះអញ្ចឹងខ្ញុំយក Cambodia កន្លែងនេះគឺយើងអាចជ្រើសយកជំរើសមួយដោយសារនេះគឺយើងបានដាក់វាគ្រប់ចូលទៅក្នុង radio button គ្រប់ដែលវានឹងអនុញ្ញាតឲ្យយើងជ្រើសរើសបានតែមួយជំរើសប៉ុណ្ណោះនៅក្នុងមួយគ្រប់នេះអញ្ចឹងពេលយើងចុច submit វានឹងបង្ហាញនៅព័ត៌មានទិន្នន័យនៅលើនេះអញ្ចឹងបើសិនខ្ញុំដូរយក female កន្លែងនេះនឹងកែមក female អរគុណជួបគ្នានៅវីដេអូបន្តទៀតសូមអរគុណដល់សមាជិកក្រុមសម្រាប់ចូលរួមក្នុងកិច្ចការស្រាវជ្រាវនេះ